បាទជំរាបសួរនេះជាវីដេអូតពីវីដេអូមុនដែលខ្ញុំគុំថ្ម48 វ៉ុលនេះរៀបជាមួយនឹង inverter ក្រូវ៉ាត់ហើយនេះការ balance ថ្មរបស់ខ្ញុំនេះគឺយើងត្រូវ balance វាឲ្យដល់ចំណុចកម្ពូលវានេះគឺ 3.65 ហើយវាមាន16 សែលអញ្ចឹងក្នុងមួយសែលហ្នឹងវាឲ្យវាឡើង 3.65 ស្មើគ្នាហើយយើងគុណយក 3.65 គុណនឹង 16ទៅវាឃើញ 58.4 អានេះយើងថ្លឹងវាឲ្យស្មើអញ្ចឹងប៉ុន្តែពេលដែលយើងប្រើប្រចាំយើងសាកប្រចាំនោះមិនដែលសាកដល់ 3.65 ទេតែត្រឹម 3.4 កន្លះហ្នឹងគឺវាស្តង់ដាររបស់វាប៉ុណ្ណឹងអញ្ចឹងហើយ app នេះ app Bluetooth ផុស BMS ផុសអគុយ Mac JK នេះគាត់ program វាដែលយើង setting វាឲ្យអស់ហើយយើងគ្រាន់តែមើលវាសារដើមនឹងហើយកម្មវិធីអស់នេះមានតែបងជាងគាត់ចេះហើយនេះជា app ក្នុងម៉ាស៊ីន Grow Watt វាមាន Wi-Fi សម្រាប់មើលទិន្នន័យនៅក្នុងម៉ាស៊ីនហ្នឹងតើភ្លើងសាកចូលប្រហែលឃើញភាគរយនៅសល់ប្រហែលហើយនឹងដកចេញប្រើមកក្នុងផ្ទះប្រហែលយើងមើលនៅក្នុង app នេះយើងមើលនៅផ្ទះក៏បានយើងនៅឆ្ងាយក្រៅផ្ទះក៏បានដែរឲ្យតែយើងមានអ៊ីនធឺណិតនៅក្នុងផ្ទះហើយនឹងទូរស័ព្ទដៃយើងមានអ៊ីនធឺណិតដែរយើងអាចមើលទិន្នន័យថ្មនៅក្នុងផ្ទះយើងបានម៉ាស៊ីនយើងនឹងបោះទិន្នន័យឲ្យយើងក្នុងទូរស័ព្ទដៃគឺយើងទៅដល់ណាក៏យើងមើលឃើញដែរហើយខាងលើនេះបានន័យថាគីឡូផលិតក្នុងមួយថ្ងៃនេះពាក់កណ្ដាលថ្ងៃបាន7 គីឡូ 8 មិញហ្នឹងហើយនេះការ setting ផុសម៉ាស៊ីន Grow Watt ជាមួយ BMS JK ហ្នឹងហើយនឹងថ្មឲ្យវាស្គាល់ថ្ម lithium នេះយើងរើសយក program ទី005នេះយក Leon នេះ Li នេះហើយយើងសិតយក Li ហើយយើងរើសយក protocol វានេះ L52 នេះបានវាស្គាល់គ្នាជាមួយ BMS អញ្ចឹងម៉ាស៊ីនហ្នឹងបានវាស្គាល់គ្នាជាមួយ BMS បានវាដំណើរការធ្វើការជាមួយគ្នាបានរលូនហើយនេះគាត់ការ set up របស់ inverter Grow Watt 12 គីឡូកម្លាំងវាហើយឥឡូវនេះវាដំណើរការស្រួលអស់ហើយខ្ញុំតម្លើងឲ្យបងគាត់នៅពេញដែរទេគាត់ទិញសម្ភារៈខ្លួនឯងគាត់គ្រាន់តែឲ្យខ្ញុំតម្លើងឲ្យនឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយនេះការ set up ជាមួយអគុយ Lithium គឺយើងត្រូវរើសយកប៉ុណ្្នឹងនេះដែលខ្ញុំចុចឲ្យមើលហ្នឹងចុចតាមហ្នឹងទៅត្រូវតាមបច្ចេកទេសវាហើយបាទអរគុណច្រើនបើសិនណាជាខុសកន្លែងណាអីបងជាងជួយប្រាប់ខ្ញុំផង